ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើមិនធ្វើម្ហូបទេណាបងអូនមកធ្វើជាមួយនឹងបង្អែមអញ្ចឹងថ្ងៃនេះនាងខ្ញុំមកធ្វើជាមួយនឹងចេកចំហុយដែលមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនបើជឿឆ្ងាញ់អាចមកសាកបានចាំបងប្អូនមិនបារម្ភរឿងសល់ចេកក្នុងទូទឹកកកទេឥឡូវនេះមកធ្វើជាមួយនឹងចេកចំហុយជាមួយនឹងខ្ញុំទាំងអស់គ្នាជាដំបូងនេះខ្ញុំមានចេកចំនួន10ផ្លែជាងហើយនេះខ្ញុំមានជាមួយនឹងខ្ទិះដូងនេះខ្ញុំយកកន្លះលីត្ររួចហើយនេះខ្ញុំមានជាមួយនឹងសាច់ដូងខ្ចីចំពោះសាច់ដូងខ្ចីគឺយើងចិតបែបហ្នឹងមកចិតស្ដើងមកចេកនេះខ្ញុំចិតបែបហ្នឹងដើម្បីដាក់ពីលើបងប្អូនទាំងអស់គ្នារួចហើយនេះខ្ញុំមានជាមួយនឹងម្សៅអង្ករហើយមានជាមួយនឹងម្សៅឆាអញ្ចឹងបរិមាណម្សៅអង្ករម្សៅឆាអត់កំណត់ទេបងប្អូនទាំងអស់គ្នាធ្វើច្រើនដាក់ច្រើនធ្វើតិចដាក់តិចឥឡូវនេះខ្ញុំយកចេកមកច្បាច់ឲ្យម៉ត់សិនមកចេកនេះខ្ញុំយករៀងដុំអត់សូវម៉ត់ពេកទេច្បាច់ប៉ុណ្នេះហើយនេះខ្ញុំគិតថាប៉ុណ្ណឹងល្មមហើយនេះខ្ញុំបានរើសគ្រាប់ចេកចេញបងប្អូនអើយទៅទិញចេកកុំយកចេកមានគ្រាប់រៀងបាក់រើសណាព្រោះថាចេករៀងល្អិលឥឡូវនេះខ្ញុំបានចាក់ជាមួយនឹងម្សៅអង្ករចូលចាក់ម្សៅអង្ករចូលហើយនេះខ្ញុំបានច្បាច់ជាមួយនឹងចេកឲ្យចូលសព្វល្អចាក់ជាមួយនឹងម្សៅឆាចូលចាក់ម្សៅឆាចូលហើយនេះខ្ញុំបានច្បល់ជាមួយនឹងម្សៅឆាហើយជាមួយនឹងម្សៅអង្ករចូលសព្វគ្នាជាមួយនឹងចេកមកដាក់អំបិលមួយចិបដើម្បីយករសជាតិកាន់តែឆ្ងាញ់បន្ទាប់មកនេះខ្ញុំបានដាក់សាច់ដូងចូលហើយនេះខ្ញុំក៏បានដាក់ខ្ទិះដូងចូលរួចហើយនេះខ្ញុំបន្ថែមជាមួយនឹងស្ករសព្រោះថាចេករបស់យើងផ្អែមហើយអញ្ចឹងយើងដាក់ស្ករសកុំច្រើនពេកបងប្អូនទាំងអស់គ្នាដាក់ស្ករសរួចហើយនេះខ្ញុំក៏បានច្បល់ជាមួយនឹងស្ករសជាមួយនឹងម្សៅរបស់យើងឲ្យចូលសព្វគ្នាល្អបន្ទាប់មកនេះខ្ញុំយកចានមួយលាបជាមួយនឹងប្រេងល្ងបងប្អូនលាបជាមួយនឹងប្រេងអូលីវក៏បានដែរលាបប្រេងល្ងដើម្បីកុំឲ្យជាប់នៅចានណាបងប្អូនទាំងអស់គ្នារួចហើយខ្ញុំបានដាក់ចេកចូលដើម្បីយកទៅចំហុយមុននឹងយកទៅចំហុយនេះខ្ញុំបានរៀបចេកដែលយើងបានចិតស្ដើងហ្នឹងពីលើមកបងប្អូនទាំងអស់គ្នាចេកចំហុយរបស់យើងមើលទៅកាន់តែតាក់ទាញមើលទៅកាន់តែចង់ញ៉ាំអញ្ចឹងយើងរៀបមួយរៀបរហូតដល់ពេញចានមកបងប្អូនទាំងអស់គ្នាបងប្អូនចង់ធ្វើម៉ូតម៉ាក់មិនក៏បានដែរប៉ុន្តែនេះខ្ញុំរៀបដាក់ពីលើអញ្ចឹងហ្មងទៅឥឡូវនេះរៀបរួចរាល់ហើយនេះខ្ញុំក៏បានយកទៅដាក់ចំហុយនេះខ្ញុំចំហុយរយៈពេល1ម៉ោងបងប្អូនទាំងអស់គ្នាតម្រាំតែម្សៅរបស់យើងឆ្អិនអញ្ចឹងឃើញថាចំហុយឆ្អិនហើយនេះខ្ញុំទុកឲ្យត្រជាក់សិនមកធ្វើជាមួយនឹងទឹកខ្ទិះដើម្បីស្រោចពីលើដាក់ខ្ទិះដូងដាក់ជាមួយនឹងអំបិលមួយចិបដាក់ស្ករសបន្តិចនេះខ្ញុំដាក់ជាមួយស្លឹកតើយយើងកូរមកបងប្អូនទាំងអស់គ្នាដាក់ម្សៅឆាបន្តិចរួចហើយយើងកូរខ្ទិះដូងរបស់យើងឥឡូវនេះឃើញថាខ្ទិះដូងរបស់យើងឆ្អិនហើយនេះខ្ញុំទុកឲ្យត្រជាក់សិនដើម្បីឲ្យឡើងខាប់យើងក៏លេចមកមើលចេកចំហុយរបស់យើងវិញឃើញថាត្រជាក់ហើយនេះខ្ញុំក៏បានយកកាបិតមកកាត់មកបងប្អូនទាំងអស់ចាំបងប្អូនកាត់ជាដុំប៉ុណ្ណាក៏បានដែរប៉ុន្តែនេះខ្ញុំកាត់ជាដុំជ្រុងមកយើងកាត់ជាដុំហើយនេះខ្ញុំបានដាក់ចានមួយមកហើយយើងស្រោចជាមួយនឹងទឹកខ្ទិះដូងរបស់យើងដែលយើងបានធ្វើបាញ់មកបងប្អូនទាំងអស់គ្នាយើងស្រោចពីលើចឹងមកឥឡូវនេះឃើញថាចេកចំហុយរបស់យើងបានឆ្អិនហើយបងប្អូនទាំងអស់គ្នាតបមកខ្ញុំក៏បានរោយល្ងពីលើដើម្បីរសជាតិកាន់តែឆ្ងាញ់ឥឡូវនេះឃើញថាចេកចំហុយរបស់យើងឆ្អិនហើយបងប្អូនអាចសាកធ្វើញ៉ាំបាននេះខ្ញុំធានារសជាតិគឺថា10លើ10បងប្អូនទាំងអស់គ្នាយើងធ្វើញ៉ាំខ្លួនឯងគឺថាត្រូវមាត់ហ្មងយើងអត់សូវដាក់ផ្អែមពេកទេយើងដាក់ផ្អែមមកល្មមយើងធ្វើឲ្យយើងដាក់ក្នុងទូទឹកកកមកយើងទុកញ៉ាំបានយូរបងប្អូនទាំងអស់គ្នានៅពេលដែលយើងចង់ញ៉ាំគឺយើងយកមកញ៉ាំអញ្ចឹងគឺថាងាយស្រួលមែនទែនធ្វើឲ្យច្រើនមកអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់